បាទជំរាបសួរបងប្អូនអរគ្នានេះបញ្ញត្តិ official មកចែកម្លែក tip ថ្មីជាមួយនឹងការប្រើប្រាស់ computer ទៀតហើយថ្ងៃនេះយើងមកដឹងអំពី AI ម្ដងអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ចុច subscribe ទេកុំភ្លេចចុច subscribe ផងដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីពីបញ្ញត្តិ official តោះឥឡូវយើងមកនិយាយពី Pro ម្ដងខ្ញុំបានទទួលបានចំណេះដឹងថ្មីមួយពីអ៊ីនធឺណិតដែរអញ្ចឹងខ្ញុំយកមកចែកម្លែកជូនបងប្អូនទាំងអស់គ្នាដូចគ្នាដោយសារតែនៅក្នុង Pinterest យើងដឹងហើយថាកម្មវិធី Pinterest គឺជាកម្មវិធីដែលយើងអាចរក design ផ្សេងៗប្លែកៗគំនិតច្នៃប្រឌិតផ្សេងៗនៅក្នុងនឹងបានហើយមិនមែនមានត្រឹមតែ design ទេយើងមានរូបភាពស្អាតប្លែកៗច្រើនមែនតើនៅក្នុងនេះគឺសម្បូរទៅដោយរូបភាពល្អមែនតើហើយច្បាស់ដែរអញ្ចឹងណាអញ្ចឹងដើម្បីជាការងាយស្រួលសម្រាប់អ្នក design នៅក្នុងនេះគឺយើងអាចយក prompt ពីរូបភាពទាំងអស់ហ្នឹងបានន័យថាយើងអាចយក description ណា prompt ហ្នឹងវាយើងប្រើភាសា AI គេហៅ prompt ណាបាទនេះគឺជា prompt របស់រូបភាពមួយនេះដែលខ្ញុំបានសាកយកមកធ្វើគឺវាចេញមកគឺវាមិនថាមិនដូច 100% ទេតែអាចទទួលយកបានដែរនៅ generate នៅក្នុង AI ណាហ្នឹងហើយអញ្ចឹងតោះឥឡូវយើងមកដឹងពីវិធីធ្វើម៉េចយក prompt ពីរូបភាពនៅក្នុង website Pinterest ទាំងអស់គ្នាអូខេទី1យើងត្រូវចូល page ថ្មីមួយមកហើយយើងចូលកន្លែង extension នៅគៀននេះបើបងប្អូនឃើញនៅគៀននេះទេអាចចុច trace 3បាន trace 3ហើយយើងស្វែងរកពាក្យថា extension ហើយយើងយក visit Chrome Web Store ឬក៏បងប្អូនវាយលើនេះក៏បានដែរតែយើងចុចលើនេះមកលឿនបាទអញ្ចឹងយើងមកដល់ចំណុចនេះគឺជាកន្លែងដែលយើងត្រូវ download extension មួយដែលមានឈ្មោះថាបាទបងប្អូនវាយតាមខ្ញុំមក Chrome Card នេះគឺពណ៌ទឹកក្រូចមូលនេះអញ្ចឹងណាយើងចុចលើវាមក Chrome Card Image to Chrome AI អញ្ចឹងយើងចុចពាក្យថា Add to Chrome បាទ extension នេះខ្ញុំមិនដឹងថាវាមានសុវត្ថិភាពអត់ដែរទេតែយើងអាចតេស្តបានយើងតេស្តសិនចឹងបានអញ្ចឹងណាយើងចុច install វាមកអូខេបន្ទាប់ពី install ហើយវា load មកនៅគៀននេះបងប្អូនអាចចូលទៅ pin វាក៏បានដែរដើម្បីឲ្យវា load មកខាងក្រៅណាចុចលើ extension នេះមកហើយចុចកន្លែងនេះមកដើម្បី pin បន្តមកទៀតយើងបិទអានឹងវិញបិទនេះមួយទៀតយើងចូលទៅក្នុងកម្មវិធី Pinterest សុំទោស website Pinterest បន្តមកយើងរកមើលរូបមួយណាដែលយើងចង់យក prompt ពីរូបហ្នឹងអញ្ចឹងណាឥឡូវខ្ញុំឃើញរូប Fanta នេះមួយតំណងមែនតើយើងចុចលើហ្នឹងមកយើងចុចមកភ្លាមគឺវាមានពាក្យថា prompt នៅលើនេះតែបើបងប្អូនអត់តន់ចេញពាក្យ prompt នៅលើហ្នឹងទេយើងអាចចុចនៅលើកម្មវិធីនេះសិនបានហើយយើងចុច continue with Google អញ្ចឹងបានន័យថាយើងភ្ជាប់មួយ Google របស់យើងសិនអញ្ចឹងណាឥឡូវយើងសាកចុចលើ prompt នេះសិនមកចាំដឹងថាវាចេញអត់បើសិនជាយើងអត់ភ្ជាប់ជាមួយនឹង Google នេះគឺវាទាមទារយើងភ្ជាប់ដែរអញ្ចឹងណាអញ្ចឹងគឺមកដល់ហើយហ្នឹងដដែលទេគឺ continue with Google នៅក្នុងនេះដែរគឺការប្រើប្រាស់ AI យក prompt ពីក្នុងរូបភាពផ្សេងៗនេះគឺតម្រូវឲ្យបងប្អូនប្រើប្រាស់ credit អញ្ចឹងនៅក្នុង prompt មួយនេះដែរគឺសំទោសនៅក្នុង extension មួយនេះដែរគឺប្រើប្រាស់ credit ដែលបងប្អូន generate ពីរូបភាពម្ដងគឺអស់1 credit អញ្ចឹងគឺដំបូងគឺគេ free ឲ្យ5 credit អញ្ចឹងណាអញ្ចឹងពេលដែលបងប្អូនចុច sign in រួចរាល់ហើយយើង refresh វាមួយមកអូខេអញ្ចឹងយើងយកពាក្យ pro ម្ដងទៀតអូខេពេលនេះវា analyze ពី image បានន័យថាវាកំពុងតែយកព័ត៌មានពីរូបភាពហ្នឹងដើម្បីធ្វើជា pro ឲ្យយើងហើយអញ្ចឹងចង់ដឹងថាយើងធ្វើរូបភាពមួយហ្នឹងអស់ប្រមាណ credit ដែលវាឲ្យមិញហ្នឹងណាហើយយើងទៅតេស្តមើលទាំងអស់គ្នាតើ prompt ដែលវា generate ឲ្យយើងហ្នឹងយើងអាចយកទៅបង្កើតរូបភាពដែលអាចដូចនឹងវាអត់ចាំវាតិចទៅរៀងអ៊ីនធឺណិតរៀងយឺតអញ្ចឹងបើសិនជាយើងមាន extension មួយនេះគឺវាល្អដែរសម្រាប់បងប្អូនដែលខាង design ឬក៏ខាងអ្នកផលិតរូបភាពផ្សេងៗដែលចង់ធ្វើ style តាម
រូបភាពដែលនៅក្នុង Pinterest មានរូបភាពជាច្រើននៅក្នុងនេះអូខេឥឡូវនេះការ generate របស់យើងបានជោគជ័យហើយអញ្ចឹងយើងចុចពាក្យ copy មក copy រួចរាល់ហើយចូលទៅមើល credit អូខេអញ្ចឹងបានន័យថាក្នុងរូបមួយគឺវាកាត់មួយ credit ឥឡូវនេះខ្ញុំនឹងសល់2 credit ទៀតអាចធ្វើបាន2រូបភាពទៀតអញ្ចឹងយើងគ្រាន់តែជាលើកឧទាហរណ៍ទេយើងអាចធ្វើបានមួយហើយអញ្ចឹងយើងចូលមកchat GPT ក៏បាន Gemini ក៏បានឥឡូវខ្ញុំអូខេនៅក្នុងនេះគឺមានឈ្មោះខ្ញុំតែម្ដងអញ្ចឹងយើងផាសម្ដងទៀតហើយដាក់ថា create photo of តែប៉ុណ្្នឹងមកហើយយើងចង់ដាក់ pro ក៏បានអីក៏បានដែរខ្ញុំដាក់ pro ទៅចង់ដឹងថាវាចេញរូបភាពមកដូចទៅនឹងអ្វីដែលយើងចង់បានដែរឬទេយល់អ្នកទាំងអស់គ្នាដែលអាចមានអាហ្នឹងមួយគឺស្រួលមែនតើយើងចង់បាន pro អីក៏បានដែរនៅក្នុង Pinterest គឺយើងអាចទទួលបានទាំងអស់ដើម្បីយកមកកែច្នៃបន្តទៀតអញ្ចឹងណាវ៉ាវមែនលយមែនតើនេះគឺថា Fanta មានទឹកមានត្រពាំងបាយជូរបែកចេញមកស្អាតទៅតានេះស្អាតទៅមើលរូបដើមគេវិញមើលនេះរូបដើមគេរូបជុំខ្ញុំធ្វើការទីនេះចេញនេះរូបដើមគេប៉ុណ្នេះរូបយើង generate គឺបែបនេះអញ្ចឹងយើងអាចច្នៃមកច្នៃក៏បានដែរបងប្អូនចង់ច្នៃអាចមើលនៅក្នុងpro មួយនេះបានតែយើងចង់កែកន្លែងណាអញ្ចឹងណាយើងអានទៅយើងចង់ដូរ Fanta Grape យើងដាក់ទៅជា watermelon ឬក៏ផ្លែឈើអីផ្សេងអញ្ចឹងណាយើងកន្លែងណាដែលយើងអាចយល់បានយើងអាចកែបានយើងកែទៅអញ្ចឹងងាយស្រួលមែនតើអញ្ចឹងវីដេអូមួយនេះគឺមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាវីដេអូមួយនេះគិតថាអ្នកទាំងអស់គ្នាគិតថាមានប្រយោជន៍កុំភ្លេចចុច Subscribe ចុច Like និងដាក់សញ្ញាកណ្ដឹងផងហើយកុំភ្លេចចូល comment ម្នាក់មួយផងបើសិនជាចង់ដឹងពីចំណេះដឹងថ្មីៗផ្សេងទៀតបាទអរគុណពីខ្ញុំបាទបញ្ញរដ្ឋ Official សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ